ចាជាដំបូងនេះខ្ញុំសូមជម្រាបសួរលោកគ្រូនេះខ្ញុំឈ្មោះខេនណាវីថ្ងៃនេះខ្ញុំនឹងសង្ខេបមេរៀនតកតជាមួយនឹងសប្តាហ៍ទី5ចាគឺការវិតម្លៃក្នុងម៉ោងសិក្សានិងការវិតម្លៃតាមដំណាក់ដោយផ្អែកលើការវិតម្លៃបញ្ចប់អញ្ចឹងដំបូងគឺយើងត្រូវតែសិក្សាតកតជាមួយនឹងការវិតម្លៃក្នុងម៉ោងសិក្សាជាមុនសិនចាវត្ថុបំណងចំពោះមេរៀននេះផងដែរគឺកំណត់បានពីអត្ថន័យនៃការវិតម្លៃតាមដំណាក់និងការវិតម្លៃតាមដំណាក់ដែលផ្អែកលើដោយការវិតម្លៃបញ្ចប់ដោយមើលលើភាពខុសគ្នារបស់វាមួយទៀតពណ៌នាបានពីរបៀបសង្កេតអាកប្បកិរិយារបស់សិស្សការបញ្ចេញសំឡេងកាយវិការនិងទឹកមុខនិងទំនាក់ទំនងតាមរយៈខ្សែភ្នែកដែលត្រូវបានប្រើដើម្បីបកស្រាយពីការចូលរួមនិងការយល់ដឹងរបស់សិស្សមួយវិញទៀតសួរសំណួរដែលទាញយកចម្លើយសមស្របដើម្បីឲ្យសិស្សចូលរួមនិងបង្ហាញការយល់ដឹងមួយវិញទៀតផ្ដល់ព័ត៌មានត្រឡប់ផ្សេងៗគ្នាដល់សិស្សកំឡុងពេលសិក្សានិងញែកភាពខុសគ្នារវាងការផ្ដល់ព័ត៌មានត្រឡប់ប្រកបដោយប្រសិទ្ធភាពនិងគ្មានប្រសិទ្ធភាពចាឥឡូវនេះយើងចូលសេចក្តីផ្ដើមចាតកតងជាមួយនឹងការវាតម្លៃក្នុងម៉ោងសិក្សាគឺវាពិតជាមានសារៈសំខាន់ណាស់ក្នុងការយល់ដឹងថាតើប្រភេទនៃការវាតម្លៃតាមដំណាក់បែបណាដែលអ្នកកំពុងប្រើនិងរបៀបប្រើប្រាស់វាឲ្យមានប្រសិទ្ធភាពនៅពេលដែលការវាតម្លៃតាមដំណាក់ទោះបីជាមានលក្ខណៈបែបណាក៏ដោយវាត្រូវបានប្រើប្រាស់យ៉ាងត្រឹមត្រូវមួយវិញទៀតមានផុសតាងដ៏ល្អដែលថាវានឹងមានអត្ថប្រយោជន៍ជាវិជ្ជមានលើការសិក្សានិងការលើកទឹកចិត្តសិស្សបន្ទាប់ពីបានពិចារណាដោយសង្ខេបអំពីប្រភេទផ្សេងៗនៃការវិតម្លៃតាមដំណាក់យើងនឹងស្វែងយល់ឲ្យកាន់តែស៊ីជម្រៅលើប្រភេទដែលមានប្រសិទ្ធភាពបំផុតអ្វីជាការវិតម្លៃក្នុងម៉ោងសិក្សានិងអន្តរកម្មរវាងគ្រូនិងសិស្សចាឥឡូវយើងចូលចំណុចមួយទៀតគឺវត្តនៃការវាតម្លៃតាមដំណាក់អញ្ចឹងគេសួរថាតើការវាតម្លៃតាមដំណាក់ជាអ្វីចាអញ្ចឹងវាគឺជាដំណើរការនៃការប្រមូលផុសតាងនៃការរៀនរបស់សិស្សការផ្ដល់មតិកែលម្អព័ត៌មានត្រឡប់ដល់សិស្សនិងការកែសម្រួលយុទ្ធសាស្ត្រនៃការបង្រៀននិងការសិក្សាដែលលើកកម្ពស់សមិទ្ធផលចាហើយមួយវិញទៀតដំណើរការនៃការវាតម្លៃតាមដំណាក់ហ្នឹងគឺទីមួយយើងវាតម្លៃផុសតាងអញ្ចឹងយើងមានការបកស្រាយហើយយើងតកតងជាមួយនឹងមិនមានភាពលំអៀងហើយមួយវិញទៀតផ្ដល់មតិត្រឡប់ដល់សិស្សមានថាផ្ដល់មតិភ្លាមឬក៏ពជាពេលឬក៏ច្បាស់លាស់ចាហើយមួយវិញទៀតកែលម្អការបង្រៀនអញ្ចឹងមានជំហានបន្ទាប់សកម្មភាពសិស្សហើយមួយវិញទៀតគឺប្រមូលផុសតាងនៃការសិក្សាអញ្ចឹងការសង្កេតបានផ្លូវការសួរសំណួរលំហាត់ដែលមានរចនាសម្ព័ន្ធស្វែងវាតម្លៃរបស់សិស្សចាហើយមួយទៀតតកតងជាមួយនឹងចរិតលក្ខណៈនៃការវិតម្លៃតាមដំណាក់អញ្ចឹងមានផុសតាងនៃការសិក្សារបស់សិស្សមានរចនាសម្ព័ន្ធអ្នកចូលរួមដែលពាក់ព័ន្ធមតិការលម្អធ្វើនៅពេលថាតើនៅយើងធ្វើនៅពេលណាការកែលម្អការបង្រៀនជំរើសនៃកិច្ចការអន្តរកម្មរវាងគ្រូនិងសិស្សទូនាទីនៃស្វ័យវាតម្លៃរបស់សិស្សការលើកទឹកចិត្តសិស្សគុណសម្បត្តិចាសំទោសគុណលក្ខណៈសម្រាប់ភាពជោគជ័យអីជាដើមចាមួយវិញទៀតតកតងជាមួយនឹងប្រភេទនៃការវិតម្លៃតាមដំណាក់ចាអញ្ចឹងប្រភេទនៃការវិតម្លៃតាមដំណាក់ហ្នឹងតកតងជាមួយនឹងការវិតម្លៃក្នុងម៉ោងសិក្សាហ្នឹងមានពីរប្រភេទចាទី1គឺភ្លាមនិងបានគ្រោងទុកចាអញ្ចឹងតកតងជាមួយនឹងការវិតម្លៃក្នុងម៉ោងសិក្សាភ្លាមគឺកើតឡើងព្រមគ្នានៅពេលដែលគ្រូធ្វើអន្តរកម្មជាមួយសិស្សជាធម្មតាដោយប្រើសំណួរសួរក្នុងថ្នាក់ឬក៏ការងារក្រុមអីជាដើមដើម្បីប្រមូលផុសតាងនៃការរៀនសូត្របង្កើតជាពេលវេលាដែលអាចបង្រៀនបានអញ្ចឹងអន្តរកម្មមានថាការឆ្លើយឆ្លងគ្នាឬក៏ការធ្វើអំពើរវាងគ្រូនិងសិស្សមានថាយើងមានសកម្មភាពជាមួយគ្នាអញ្ចឹងទៅឬក៏ឆ្លើយតបគ្នាអញ្ចឹងទៅចាមួយទៀតតកតងជាមួយនឹងការវិតម្លៃក្រុមសិក្សាដែលបានគ្រោងទុកចាអញ្ចឹង
ពាក់ព័ន្ធនឹងការប្រើប្រាស់សំណួរដែលបានរៀបចំនិងកិច្ចការដែលត្រូវបានប្រើប្រាស់នៅចំណុចជាក់លាក់ឬនៅក្នុងការបង្រៀនទោះជាយ៉ាងណាក៏ដោយផុសតាំងដែលបានប្រមូលត្រូវបានភ្លាមៗហ្នឹងដើម្បីវាតម្លៃនិងកំណត់ជំហានបន្ទាប់ហើយបញ្ហាប្រឈមហ្នឹងគឺការដឹងពីអ្វីដែលតម្រូវឲ្យសិស្សធ្វើហើយនឹងបង្ហាញនៅផុសតាំងត្រឹមត្រូវដែលអ្នកអាចប្រើដើម្បីធ្វើឲ្យការសិក្សាហ្នឹងកាន់តែប្រសើរឡើងចាចូលចំណុចមួយទៀតគឺការប្រមូលផុសតាងសម្រាប់ការវិតម្លៃក្នុងម៉ោងសិក្សាចឹងធាតុសំខាន់នៅក្នុងដំណើរការនៃការបង្រៀនប្រកបដោយប្រសិទ្ធភាពគឺការត្រួតពិនិត្យជាបន្តដោយគ្រូដើម្បីបញ្ជាក់ពីប្រតិកម្មរបស់សិស្សចំពោះការបង្រៀននិងការរីកចម្រើនរបស់សិស្សឆ្ពោះទៅរកការយល់ដឹងអំពីខ្លឹមសារឬក៏ជំនាញចាតកតងជាមួយនឹងចំណុចសំខាន់នៃការវិតម្លៃក្នុងម៉ោងសិក្សាគឺការសួរសំណួរនិងការសង្កេតរបស់គ្រូចាចូលចំណុចបន្ទាប់ចាមួយវិញទៀតគឺការសង្កេតចាចឹងគេសួរថាហេតុអ្វីបានចាំបាច់សង្កេតសិស្សនៅពេលនៅម៉ោងរៀនចឹងគ្រូជាអ្នកសង្កេតសិស្សនៅពេលម៉ោងរៀនចាចឹងគេមើលពីធម្មជាតិនៃការចូលរួមរបស់សិស្សចាមើលពីបំណិនចាអន្តរបុគ្គលរបស់សិស្សនៅក្នុងការងារក្រុមចាហើយមកវិញទៀតតកតងជាមួយនឹងមើលថាតើគ្រូផ្ដល់ឧទាហរណ៍បន្ថែមឲ្យសិស្សទៀតឬអត់ឲ្យតកតងជាមួយនឹងការឆ្លើយតបដោយអារម្មណ៍និងប្រកបដោយអត្ថប្រយោជន៍របស់សិស្សចាមួយវិញទៀតតកតងជាមួយនឹងសំណួរផ្ទាល់មាត់គេសួរថាតើគ្រូត្រូវធ្វើដូចម្ដេចដើម្បីសួរសំណួរផ្ទាល់មាត់ឲ្យមានប្រសិទ្ធភាពចាអញ្ចឹងទី1ហ្នឹងគឺសួរសំណួរឲ្យច្បាស់ចំនិងងាយយល់ក្នុងការឆ្លើយទី2សួរសំណួរដែលបានផ្គូផ្គងជាមួយលទ្ធផលសិក្សារំពឹងទុកចាទី3គឺសួរសំណួរដែលសិស្សក្នុងថ្នាក់ទាំងមូលអាចឆ្លើយបានទី4គឺផ្ដល់ពេលវេលាគ្រប់គ្រាន់ក្នុងការឲ្យសិស្សឆ្លើយទី5ផ្ដល់ចម្លើយសមរម្យឬមតិត្រឡប់សមរម្យដល់ការឆ្លើយរបស់សិស្សចាទី6គឺជៀសវាងសំណួរទម្រង់បិទបានចាស់ឬទេចាទី7ឆ្លើយសំណួរប្រដេញបន្តពីចម្លើយរបស់សិស្សអញ្ចឹងនៅពេលដែលសិស្សគាត់ឆ្លើយហើយយើងអាចសួរសំណួរប្រដេញទៅកាន់គាត់បន្ថែមទៀតទី8ជៀសវាងសួរសំណួរដែលសិស្សដឹងចម្លើយហើយចាអញ្ចឹងនៅពេលដែលគាត់ដឹងហើយគាត់មានការគិតទេចាអញ្ចឹងនៅពេលដែលយើងសួរសំណួរគឺយើងសួរសំណួរដែលសិស្សគាត់អត់ទាន់ដឹងអញ្ចឹងយើងសិស្សគាត់មានភាពគិតហ្នឹងកាន់តែទូលំទូលាយចាមួយទៀតទី9សួរសំណួរតាមលំដាប់លំដោយសមរម្យចាមួយវិញទៀតប្រភេទនៃការកែលម្អចាចឹងប្រភេទការកែលម្អហ្នឹងមានការពិនិត្យមើលតកតងជាមួយនឹងការបរិយាយលម្អិតចាហើយមួយវិញទៀតតកតងជាមួយនឹងការកំណត់ពីធម្មជាតិនៃការផ្ដល់មតិកែលម្អអញ្ចឹងវាមានចំនួនវាមានពេលវេលាក៏ដូចជារបៀបផ្ដល់មតិការកែលម្អផងដែរចាឥឡូវយើងមកសិក្សាតកតងជាមួយនឹងចំណុចមួយទៀតគឺការវាយតម្លៃតាមដំណាក់ដោយផ្អែកលើការវាយតម្លៃបញ្ចប់ចាចឹងតកតងជាមួយនឹងចំណុចនេះផងដែរចាអញ្ចឹងការវាយតម្លៃតាមដំណាក់ដោយផ្អែកលើការវាយតម្លៃបញ្ចប់ហ្នឹងគឺមានប្រភេទចាមានព័ត៌មានត្រឡប់គឺនឹងការកែលម្អការបង្រៀនចាហើយមួយវិញទៀតតកតងជាមួយនឹងចំណុចទីមួយទៀតប្រភេទនៃការវាយតម្លៃតាមដំណាក់ដោយផ្អែកលើការវាយតម្លៃចាអញ្ចឹងប្រភេទមានអីគេខ្លះអញ្ចឹងចំណុចទី1គឺលំហាត់ដែលមានរចនាសម្ព័ន្ធចាចឹងតកតងជាមួយនឹងលំហាត់សម្រាប់សិស្សទាំងឡាយណាដែលមិនធ្វើឲ្យសិស្សមានការធុញថប់របៀបថាដាក់សំណួរឬក៏លំហាត់មកគឺសិស្សគាត់មានភាពស្រស់ស្រាយក្នុងការធ្វើឬក៏គាត់សប្បាយចិត្តក្នុងការធ្វើមួយវិញទៀតតកតងជាមួយនឹងបូរេតេសចាមួយវិញទៀតគឺកិច្ចការផ្ទះចាអញ្ចឹងយើងដឹងហើយនៅពេលដែលយើងរៀនមេរៀនចប់យើងអាចដាក់ជាកិច្ចការផ្ទះឲ្យសិស្សដើម្បីតកតងដើម្បីថាតើមេរៀនហ្នឹងគាត់ចេះបានប៉ុន្មាននៅពេលដែលយើងដាក់កិច្ចការផ្ទះហ្នឹងហើយយើងដឹងចម្លើយថាតើសិស្សយើងធ្វើបានប៉ុន្មានចាមួយវិញទៀតកិច្ចការក្នុងថ្នាក់ចាហើយមួយវិញទៀតតកតងសំណួរខ្លីឬក៏សំណួរតេស្តអញ្ចឹងសំណួរខ្លីគឺតកតងជាមួយនឹងសំអាងទៅលើឯកសារដែលសិស្សបានរៀនចាអញ្ចឹងនៅពេលដែលគាត់បានរៀនហើយ
ហើយយើងអាចសួរសំណួរខ្លីៗទៅកាន់គាត់ចាមួយវិញទៀតគឺការវាតម្លៃរួមគ្នាចាតើតើជាមួយនឹងការវាតម្លៃរួមគ្នាហ្នឹងគឺវាតម្លៃសិស្សទាំងអស់រួមគ្នាមកថាតើសិស្សនៅក្នុងថ្នាក់យើងហ្នឹងបែបណាគាត់ថាតើមេរៀនហ្នឹងគាត់ចេះបានប៉ុន្មានអីចឹងទៅចាមួយវិញទៀតគឺការវាតម្លៃវឌ្ឍនភាពរបស់សិស្សចាចឹងមានន័យថាការរីកចម្រើនរបស់សិស្សថាតើសិស្សយើងរីកចម្រើនបានប៉ុន្មានហើយចាមួយវិញទៀតតកតងជាមួយនឹងការផ្ដល់ព័ត៌មានត្រឡប់អញ្ចឹងធម្មជាតិនៃការផ្ដល់ព័ត៌មានត្រឡប់មានពេលវេលាចាមានគេហៅថាផ្ដល់មតិត្រឡប់ផ្សេងគ្នាដល់សិស្សផ្សេងគ្នាដោយគិតគូរពីសមត្ថភាពនិងកម្រិតថ្នាក់ផលគាត់ផងដែរចាមួយវិញទៀតអ្នកទទួលមតិត្រឡប់សិស្សហ្នឹងគឺគាត់ជាអ្នកទទួលមតិត្រឡប់ពីគ្រូចាមធ្យោបាយនៃការផ្ដល់ព័ត៌មានត្រឡប់ក៏ដូចជាបរិមាណនៃការផ្ដល់ព័ត៌មានត្រឡប់ផងដែរចាមួយវិញទៀតតកតងជាមួយនឹងជំហាន3ដែលអាចឲ្យវាថាឲ្យអាចជួយគ្រូឲ្យសន្មតទុកថាជាមុនពីធម្មជាតិនៃការផ្ដល់មតិត្រឡប់ចឹងយល់ដឹងពីលទ្ធផលរំពឹងទុកនៃការសិក្សាមួយទៀតដឹងពីកំហុសរបស់សិស្សដែលអាចនឹងកើតមានមួយទៀតចំណុចទី3ហ្នឹងគឺបង្កើតគំនិតក្នុងការផ្ដល់ព័ត៌មានត្រឡប់ចាហើយមួយវិញទៀតតកតងជាមួយនឹងការកែលម្អការបង្រៀនក្រោយផ្ដល់មតិត្រឡប់ចាអញ្ចឹងមានច្រើនចំណុចដែរអញ្ចឹងចំណុចទី1នោះគឺការសិក្សាប្រកបដោយសមត្ថភាពទី2ការឆ្លើយតបដោយការអន្តរាគមន៍ទី3ការបង្រៀនដើម្បីឆ្លើយតបភាពខុសគ្នារបស់សិស្សចាអញ្ចឹងវាមានធាតុសំខាន់5រួមគ្នាចាអញ្ចឹងទី1បរិស្ថានថ្នាក់រៀនទី2កម្មវិធីសិក្សាទី3ការវិតម្លៃទី4ការបង្រៀននិងរៀននិងទី5ការគ្រប់គ្រងសិស្សក្នុងថ្នាក់ជាដើមចាហើយមួយវិញទៀតតកតងជាមួយនឹងវឌ្ឍនភាពសិក្សារបស់សិស្សចាមួយវិញទៀតតកតងនឹងការកែលំអការបង្រៀនសារចុះសារឡើងច្រើនដងចាអញ្ចឹងតកតងជាមួយនឹងមេរៀននេះគឺមានតែប៉ុណ្្នឹងទេចាសូមអរគុណលោកគ្រូ